ហើយយើងនឹងគិតធ្វើម៉េចបើវាចូលមកឆ្លៀនពៀនយើងហើយយើងខូចខាតផ្ទះសម្បែងដីធ្លីទ្រព្យរបស់វាលួចវាយកវាប្រមូលមិនសំបីតាមន់មានក៏វាចាប់យកទៅដែរយើងគិតតែប៉ុណ្ណឹងមន់ទាគោតម្រៃអីឃើញវាតាមមើលតាមនេះវាគៀយកទៅទាំងអស់ឲ្យម៉ូតូមកអីវាគៀឲ្យវាដាក់លើឡានឲ្យវាសិតឲ្យមេដៃយើងអញ្ចឹងនៅយើងខាងស្មាច់ណាអូនអាស៊ាននឹងចរិតវាចោលសួរពូជមកសន្តានវាតម្រងតាំងពីកូនរហូតដល់ចៅមកពូជម៉ូវាហ្មងចោលសៀមហ្មងចោលប្លន់ទឹកដីយើងតម្រងព្រោះបានថាចោលប្លន់ទឹកដីយើងដូចប្រជាជនដូចពួកខ្ញុំនេះពលរដ្ឋាភិបាលយើងអត់បានចង់បានទឹកដីគេទេអញ្ចឹងតែអង្កលខ្ទុះហ្នឹងយើងអត់មានបានត្រៀមទាំងអស់គ្នាអត់បានមានរដ្ឋាភិបាលប្រាប់ថាអមើលជំនះខ្លួនអីចេះព្រោះយើងវាអត់មានគោលបំណងទៅឆ្លៀនពៀនគេយើងនៅផ្ទះយើងដល់តែពេលគេឆ្លៀនពៀនយើងគេចង់បានទឹកដីយើងគេដាក់មកក្ដុងយើងនាំគ្នារត់មកតែខ្លួនគាត់អត់បានអីទេអូនខ្ញុំបានក្រាបនៅក្នុងលូគេដឹកចៅ5ក្រាបនៅក្នុងលូដល់តែអ្នកគេធ្វើដំណើរមកគេឃើញយើងអត់មានអីមកអញ្ចឹងគេលើកដាក់ឡានមកតែខ្លួននឹងឯងគេលើកមកដល់យកមកដាក់នឹងហ្មងក៏នៅនឹងរហូតទៅអត់ដែលបានទៅណាគេទេអូនហើយវាអាណោចអធមណាអូនអើយអញ្ចឹងបានថាខ្ញុំចង់បានតែសន្តិភាពទេខ្ញុំអត់ឲ្យមានសង្គ្រាមទេអត់ចង់បានសង្គ្រាមទេព្រោះថាគឺសង្គ្រាមនេះកងទ័ពវិរៈកងទ័ពយើងពលីហើយរបួសហើយវិជាពលរដ្ឋចម្លៀសជនភាសឹកពេញទឹកពេញដីឈឺហើយមន្ទីរពេទ្យកន្លែងណាដែលនៅឆ្ងាយយើងបានជាបាលបើនៅចិត្តវាបំផ្លាញគ្រប់កន្លែងទាំងអស់តាំងទីវត្តអារាមមន្ទីរពេទ្យសាលារៀនផ្ទះវិជាពលរដ្ឋគឺវាបំផ្លាញទាំងអស់តាំងពីផ្លូវស្ពាននេះបានថាវាការពារទឹកដីវាអីអានេះវាប្លន់យើងទាំងស្រុងហ្មងឆ្លៀនពៀនទឹកដីយើងទាំងស្រុងតម្រង